ស្រីបងប្អូនថ្ងៃនេះខ្ញុំនឹងប្រាប់អំពីរបៀបសម្អាតទៅលើម៉ាស៊ីនបូមទលី Brand Dyson តោះទៅតាមតាមទស្សនាវីដេអូនេះបងប្អូនឥឡូវយើងចុចប៊ូតុង Power នេះដើម្បីធ្វើកំណែមួយជាន់ហើយបន្ទាប់មកជើងចុចផាត់វាហើយដើម្បីយើងចុចប៊ូតុងនេះអញ្ចឹងយើងចុចប៊ូតុងទៅដើម្បីដោះម៉ាស៊ីន Dyson តែម្ដងហើយនេះគឺជា filter របស់វាយើងអាចដោះ filter នេះសម្អាតក៏បានដែរពេលដីពេញវាអត់វល់ដោយសារតែអាហ្នឹងហើយបន្ទាប់មកយើងគ្រាន់តែសកត់ប៊ូតុង Power នេះចុះមកញ៉ាំមកយើងចេញហើយយើងចុចប៊ូតុង Power មួយនេះដើម្បីដោះចេញបន្ទាប់មកទៀតយើងដោះក្បាលមួយនេះមកហើយក្បាលនេះក៏យើងអាចចំណាំបានដែរឥឡូវនេះយើងធ្វើការដោះខ្សែបើបងមកឃើញហ្នឹងយើងអាចមើលទៅឡងគឺយើងឆ្កឹះកន្លែងនេះមកដើម្បីដោះវាចេញហើយកន្លែងហ្នឹងខាងមកក៏វាមានកស៊ូមួយដែរបាទឥឡូវយើងដោះវាចេញទៅបែបនេះគឺយើងមើលខ្សែវាដើម្បីដោះចេញការមុខខ្សែគឺយើងមើលពីស្ដាំទៅឆ្វេងហើយយើងដោះខ្សែចោលឥឡូវយើងដោះទាំងអស់ដើម្បីដោះសម្អាតវាឲ្យស្អាតបន្ទាប់ពីយើងដោះខ្សែរួចយើងអាចដោះខាងក្នុងវាបានហើយនេះគឺជាកស៊ូរបស់វាអាចដោះចេញបានដើម្បីសម្អាតវានៅពេលដែលfilter នឹងតឹងឬមួយក៏រឹងឬមួយក៏ដីឆ្លាញ់នោះធ្វើឲ្យការបូមទលីរបស់យើងគឺអត់សូវបានល្អទេហើយខ្យល់ក៏មកអត់សូវបានល្អដែរអញ្ចឹងនៅពេលដែលបងប្អូនប្រើបាន1ខែឬ2ខែបងប្អូនអាចធ្វើបែបនេះបានអាចដោះលាងសម្អាតឧបករណ៍ដែលត្រូវមានគឺអត់សូវច្រើនទេបងប្អូនគឺយើងអាចយកច្រាសមកស្មិញយកអីមកដោះដើម្បីឲ្យវាស្អាតបានហើយនេះគឺយើងអាចដោះបានទាំងអស់នេះទៅបងអាចដោះអស់បានដូចបងប្អូនមើលចាក់ស្ដែងចឹងយើងគ្រាន់តែដោះឲ្យស្អាតទៅគឺជាការត្រូវបងប្អូនហើយយើងហាលនៅកន្លែងដែលមានថ្ងៃគ្រប់គ្រាន់ដើម្បីកុំឲ្យមានការធំក្លិនឬមួយក៏កុំឲ្យវាហាលស្ងួតជាវាមានទឹកធ្វើឲ្យប៉ះពាល់ទៅដល់ម៉ាស៊ីនរបស់យើងអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូនេះហើយក៏អរគុណសម្រាប់បងប្អូនដែលជាវDysonពីខាងយើងផងដែរអរគុណច្រើន